ផ្ញើរូបថតបែបនេះមកឲ្យខ្ញុំហេលីនវ៉ាន់អ៊ឺប្រហែលជាអន្ទះសាខ្លាំងណាស់ហើយមើលទៅលោកអគ្គនាយកជាងកូនប្រសារសិទ្ធិម្នាក់នេះគឺជារបស់ខ្ញុំហើយខ្ញុំគ្រាន់តែយកលិខិតលេងលះទៅឲ្យភ្លាមនាងឡើងក្រែគាត់បាត់ទៅហើយមើលទៅនាងក៏ប្រញាប់ដែរតើគម្រោងរបស់លោកអគ្គនាយកលីត្រូវប្រគល់នៅថ្ងៃស្អែកនេះហើយនេះជាជំហានដំបូងក្នុងការចាប់ផ្ដើមអាជីពខ្ញុំឡើងវិញខ្ញុំត្រូវតែវាយពណ៌ឲ្យបានស្អាតបំផុតទើបបានមួយឈីងបងភ្ញាក់ហើយហេម៉េចបានជាអូនមកនៅលើក្រែបងអញ្ចឹងយប់មិញបងផឹកស្រវឹងខ្លាំងពេកអូនក៏គ្រាឲ្យមកសម្រាកខាងលើបងទាញអូនមិនឲ្យទៅណាទេហើយបន្ទាប់មកក៏មួយឈីងអូនដឹងថាក្នុងចិត្តបងនៅតែមានបងស្រីស៊ុយប៉ុន្តែពេលនេះអូនជារបស់បងហើយណាអូនមិនទាមទារឲ្យបងផ្ដល់ឈ្មោះជាប្រពន្ធពេលនេះទេអូនសុខចិត្តរងចាំវ៉ាន់អ៊ឺយប់មិញបងផឹកច្រើនពេកបងចាំអីមិនបានទាំងអស់រឿងនេះកុំទាន់ប្រាប់នរណាឲ្យសោះពិសេសគឺខាងស៊ុយឡានហ្មងបងមិនចង់ឲ្យមានរឿងពេលកំពុងវឹកវរបងខ្លាចនាងដឹងមែនទេនាងធ្វើឲ្យបងធ្លាក់កូដដល់ថ្នាក់នឹងហើយបងនៅខ្វល់ពីនាងទៀតរឿងយប់មិញបងសុំទោសនៅក្រុមហ៊ុនមានរឿងបងត្រូវទៅសិនហើយអូនគិតច្បាស់ទៅចង់បានការទូទាត់អីប្រាប់មកបងនឹងសងជំងឺចិត្តឲ្យតាមដែលអាចធ្វើបានជាងមួយឈីងលោកឯងពិតជាពូកែណាស់កិច្ចសន្យាទើបតែស៊ីញ៉េកាលពីសប្តាហ៍មុនតើខាងនោះគេមានហេតុផលអីបានជាសុំរំសាយរឿងក្នុងថ្ងៃខួបក្រុមហ៊ុនត្រូវបានលោកវាងផុសពេញអ៊ីនធឺណិតមហាជនរិះគន់ខ្លាំងណាស់លោកនាយកចៅនិងលោកនាយកលីក៏កំពុងលក់ភាគហ៊ុនក្រុមហ៊ុនចេញដែរភាគីម្ខាងទៀតគិតថាការសហការជាមួយយើងពេលនេះគឺប្រថុយពេកលោកប្រធានជាងមានក្រុមហ៊ុន3ទៀតក៏សុំផ្អាកការសហការដែរខ្ញុំឮថាភរិយាលោកមានទំនាក់ទំនងល្អជាមួយលោកនាយកចៅនិងលោកនាយកលីតើលោកអាចពឹងឲ្យគាត់ចេញមុខជួយសម្របសម្រួលបានទេនាងមិនជួយខ្ញុំទេអាមួយត្រកូលវាំងនោះក៏មិនបោះបង់ឱកាសជន់ពលិចខ្ញុំដែរផ្ញើបញ្ជីឈ្មោះអតិថិជនដែលសុំផ្ដាច់កុងត្រាទាំងអស់មកឲ្យខ្ញុំមួយឈីងទោះបងព្រមទទួលស្គាល់ឬអត់ក៏អូននៅតែតាមកំដៅបងរហូតដែរស៊ុយឡានការសងសឹករបស់នាងពិតជាជោគជ័យមែនប្រពន្ធលោកប្រធានជាងប្រកាសលែងលះនៅថ្ងៃខួបក្រុមហ៊ុនភាគហ៊ុនក្រុមហ៊ុនជាងធ្លាក់ចុះជាបន្តបន្ទាប់ដៃគូសហការជាច្រើនសុំផ្ដាច់កុងត្រាបើបន្តបែបនេះទៀតក្រុមហ៊ុនជាងទូមិនខ្សែធនក៏របូតស្បែកមួយជាន់ដែរត្រូវតែរកវិធីទើបបានខ្ញុំមិនចង់ទៅលំបាកជាមួយជាងមួយឈីងហើយត្រូវគេជេរទៀតទេតើព័ត៌មានលើអ៊ីនធឺណិតទាំងនេះចាប់ផ្ដើមសាយភាយពីពេលណាព្រឹកមិញនេះមានเพจផ្សព្វផ្សាយមួយចំនួនបានបង្ហោះមុនគេខាងទំនាក់ទំនងសាធារណៈគិតថាជារឿងល្អក៏រុញបន្ថែមបន្តិចទៅស្រាប់តែវាឡើង trending តែម្ដងលោកប្រធានការបង្វែរទៅមហាជនរបស់លោកមួយក្បាច់នេះពិតជាលយមែនខាងលោកនាយកចៅក៏បន្ធូរបន្ថយអរិយាប័ត្រដែរក្រុមហ៊ុនយើងនឹងអាចឆ្លងផុតវិបត្តិនេះឆាប់ហើយរឿង trending នេះនាងជាអ្នកធ្វើមែនទេចង់ឲ្យខ្ញុំនឹងស៊ុយឡានខ្លាយជាស្ត្រូវនឹងគ្នាដាច់ស្រឡះមែនទេលីនវ៉ាន់អ៊ឺនាងពិតជាប្រើល្បិចពូកែណាស់មួយឈីងអូនកំពុងតែគិតរកវិធីជួយបងតាពេលនេះតម្លៃភាគហ៊ុនចាប់ដើមងើបឡើងវិញហើយបញ្ជាក់ថាវិធីរបស់អូនត្រឹមត្រូវតាកុំប្រាប់ណាថាបងសុកចិត្តបោះបង់ក្រុមហ៊ុនជាងដើម្បីតែស៊ុយឡាននោះបើអញ្ចឹងអូនអាចចេញមុខបកស្រាយថាអូនជាអ្នកមួយបង្កាច់គាត់ក៏បានដែរវ៉ាន់អ៊ឺនិយាយត្រូវមានតែវិធីនេះទេទើបអាចទាញត្រកូលជាងចេញពីរណ្ដៅបានបងដឹងថាអ្វីដែលអូនធ្វើគឺដើម្បីបងទាំងអស់ប៉ុន្តែតែម្ដងនេះបានហើយហាមរករឿងស៊ុយឡានទៀតអសោះលោកប្រធានតើគួរតែឆ្លៀតឱកាសនេះចេញសេចក្តីថ្លែងការណ៍បង្ហាញថាលោកគឺជាជនរងគ្រោះដែរឬទេមិនបាច់ទេនិយាយកាន់តែតិចចន្លោះប្រហោងកាន់តែតិចឡានបងសុំទោសរឿងសំខាន់ចំពោះមុខគឺត្រូវរក្សាក្រុមហ៊ុនជាងសិនថ្ងៃក្រោយបងនឹងសងជំងឺចិត្តឲ្យអូនវិញលោកអគ្គនាយកស៊ុយគម្រោងនេះល្អណាស់ប៉ុន្តែការសហការត្រូវផ្អាកសិនហើយពេលនេះមានពាក្យចាំអារ៉ាមមិនល្អច្រើនពាក់ព័ន្ធនឹងលោកក្រុមប្រឹក្សាភិបាលព្រួយបារម្ភពីរឿងនេះណាស់ចាំស្ងាត់រឿងបន្តិចសឹមយើងជ័យគ្នាទៀតប្រភពអានាមិកបានទម្លាយថាលោកស្រីជាងស៊ុយឡានជាស្រីចិត្តអាក្រក់ដែលចូលចិត្តកែសម្ផស្សនាងមានទំនាក់ទំនងមិនច្បាស់លាស់ជាមួយថៅកែជាច្រើនហើយថែមទាំងបណ្ដាលប្រុសចាក់ចេញពីកម្មវិធីខួបក្រុមហ៊ុនទៀតលោកប្រធានជាងទៅជាជនរងគ្រោះពិតប្រាកដចាត់ការលឿនមែនដឹងថាខ្ញុំទៅតែចាប់ផ្ដើមមិនអាចទប់ទល់នឹងរឿងស្មោកគ្រោកនេះបានអ្នកបានឃើញព័ត៌មាន trending នឹងហើយនៅច្បាស់ជាស្នាដៃមនុស្សតកូលជាងហើយយើងគ្រាន់តែវាយបកទៅវិញទៅអ្នកមើលនេះសិនទៅលោកប្រធានស៊ីកិច្ចសហការត្រូវផ្អាកសិនហើយសុំទោសពិតមែនត្រូវផ្អាកមួយទៀតហើយស្នៀតរបស់លីនវ៉ាន់អ៊ឺលើកនេះពិតជាវាចំចំណុចខ្សោយខ្ញុំហ្មងកញ្ញាស៊ីថ្ងៃនេះខ្ញុំពិតជាមានភ្នែកតែគ្មានប្រស្រ័យមែនខ្ញុំមានគម្រោងសន្និសីទកាសែតមួយបើមិនយកទោះទេយើងអាចពិភាក្សាគ្នាបានសួស្ដីលោកប្រធានវាងខ្ញុំគឺស៊ីឡានចារំខានលោកទាំងយប់ហើយតើលោកងាយស្រួលនិយាយគ្នាទេកញ្ញាស៊ីងាយស្រួលតើខ្ញុំក៏កំពុងរៀបចំតែទៅនាងដែររឿងរញ៉េញ៉ៃលើអ៊ីនធឺណិតថ្មីនេះលោកប្រធានក៏ឃើញដែរអញ្ចឹងខ្ញុំកាន់តែត្រូវអរគុណលោកហើយដែលមិនគេចមុខពីខ្ញុំដូចពួកគេខ្ញុំប្រឡូកក្នុងសង្វៀនចំនួន20ឆ្នាំហើយមិនដល់ថ្នាក់ចាញ់បោកកានីទីផ្សារប៉ុន្មាននឹងទេម្យ៉ាងទៀតខ្ញុំនឹងចាងម៉ូឈីងក៏មានគំនុំនឹងគ្នាដែរពាក្យថាសត្រូវរបស់សត្រូវគឺជាមិត្តខ្ញុំយល់ច្បាស់ណាស់
ចុះមិនដឹងថាមិត្តម្នាក់នេះមានកិត្តិយសទទួលរៀបចំសន្និសីទសប្បុរសធម៌របស់ក្រុមហ៊ុនលោកដែរឬទេភ្នែកប្រធានស៊ីពិតជាមុតមែនសន្និសីទរបស់ខ្ញុំនេះទោះមិនធំដុំតែអ្នកចូលរួមសុទ្ធតែជាចាស់ទុំក្នុងសភាពាណិជ្ជកម្មបើនាងអាចធ្វើបានល្អច្បាស់ជាល្បីឈ្មោះមិនខានលោកប្រធានចាំមើលចុះណាលោកប្រធានវ៉ាងធ្វើសប្បុរសធម៌3ឆ្នាំហើយតែងតែត្រូវគេដុតថាគ្រាន់តែធ្វើពុតបើចេះតែបដិសេធមិនយកការធ្វើពុតនឹងធ្វើជាចំណុចតាក់ទាញតែម្ដងទៅស៊ីឡានខ្ញុំនេះពូកែខាងរកផ្លូវចេញក្នុងស្ថានភាពតច្រកនឹងហើយលីនវ៉ាន់ត្រឹមល្បិចប៉ុណ្ណឹងចង់ផ្ដួលខ្ញុំឯងគិតខុសហើយកញ្ញាស៊ីគម្រោងដែលនាងចំណាយពេលតែមួយយប់នេះល្អជាងគម្រោងតម្លៃ$15,000ដល់ទៅ10ដងចំណាយក៏អស់តិចជាង40ទៀតនាងធ្វើបានមិនទៅលោកប្រធានគម្រោងសប្បុរសធម៌មានកញ្ចប់ថវិកាមានកំណត់ជារឿងធម្មតាគំនិតខ្ញុំគឺកាត់បន្ថយការតុបតែងមិនចាំបាច់ហើយចាយលុយឲ្យចំគោដើរតែម្ដងហើយនេះក៏ជាចំណុចខ្លាំងរបស់ខ្ញុំដែរអូខេអញ្ចឹងធ្វើតាមគម្រោងនាងចុះបងលីវមិនក៏មកទីនេះកុំនិយាយអីក្រុមរៀបចំកម្មវិធីដែលកូនចៅរកមកអត់បានកាសហ្មងរកក្រុមល្អភ្លាមមិនទាន់ទេគម្រោងជប់លៀងសភាពាណិជ្ជកម្មអាទិត្យក្រោយនៅមិនទាន់សម្រេចនៅឡើយឬថាកន្លែងលោកប្រធានវាងមានអ្នកពូកែអញ្ចឹងខ្ញុំក៏មកសាកមើលទៅអ្នកពូកែនៅទីនេះស្រាប់ហើយនេះប្រធានស៊ីជាអ្នកជំនាញរៀបចំកម្មវិធីតាំងពីពណ៌នឹងមកស៊ីឡានគឺអ្នកដែលល្បីលើអ៊ីនធឺណិតជាអតីតលោកស្រីចាងស្រីមុខកែសម្ផស្សពីស្ពោដែលធ្លាប់តាក់ទងលួចលាក់ជាមួយថៅកែច្រើនអ្នកនឹងណាសួស្ដីលោកប្រធានលីវខ្ញុំគឺស៊ីឡានចាចរិតអ្នកនាងស៊ីខ្ញុំចូលចិត្តថ្មងហ៊ានយករឿងអាស្រូវខ្លួនឯងមកណែនាំខ្លួនបើមិនល្ងងទេក៏ជាអ្នកមានសមត្ថភាពពិតប្រាកដដែរខ្ញុំជឿថាអ្នកនាងស៊ីគឺជាប្រភេទទី2បងលីវរឿងចាំអារម្មណ៍លើអ៊ីនធឺណិតបងក៏ហ៊ានជឿដែរអីនេះគម្រោងដែលអ្នកនាងស៊ីធ្វើឲ្យខ្ញុំបងមើលតែមួយផ្លែច្បាស់ជាដឹងហើយអ្នកនាងស៊ីមិនត្រឹមតែពូកែរៀបចំគម្រោងទេរឿងសន្សំលុយក៏ពូកែដែរយើងជ័យគ្នាប្រហែលជាល្អរងចាំជានិច្ចចាបែកឃ្លារូបថតសង្ស័យថាអតីតលោកស្រីចាងស៊ីឡានកែសម្ផស្សពីយាយថតមុខសេះទៅជាស្រីស្អាតរូបប៉ុន្មានសន្លឹកនេះនឹងប្រាប់អ្នកថាអ្វីទៅជាការកែសម្ផស្សបដូរក្បាលជីកកាយប្រវត្តិស៊ីឡានជាអ្នករៀបចំគម្រោងថ្មីថ្មោងដែលយកសម្រស់ធ្វើជាទុនឡើងតំណែងមិននឹកស្មានថាប្រើល្បិចថោកទាបបែបនេះសោះអត្ថបទវាប្រហារច្រើនយ៉ាងនេះចាងមួយឈីងលីនវ៉ាន់ពួកឯងពិតជាចំណាយដើមទុនមិនស្ទើរទេចុះឯងគិតធ្វើមិនទៀតប្តឹងប៉ូលីសហ៎ប្តឹងប៉ូលីសពេលនេះវាស្រួលសម្រាប់នាងពេកហើយគម្រោងដែលខ្ញុំទៅស៊ីញ៉ៃជាមួយប្រធានវាងរូបភាពផ្សព្វផ្សាយធ្វើរួចរាល់អស់ហើយមិនឆ្លៀតឱកាសដែលពួកគេជួយទិញព័ត៌មានល្បីឲ្យខ្ញុំនេះវាលុកទីផ្សារតែម្ដងទៅល្បីក្នុងផ្លូវអាក្រក់ក៏នៅតែល្បីដែរតើប្រធានស៊ីល្បីខ្ចីដៃសម្រាប់មនុស្សរបស់ឯងនេះពិតជាខ្ពស់មែនពួកគេចំណាយលុយទិញព័ត៌មានអាក្រក់ដើម្បីឲ្យខ្ញុំល្បីខ្ញុំក៏យកភាពល្បីនេះមកផ្សាយពាណិជ្ជកម្មឲ្យខ្លួនឯងវិញគិតទៅគិតមកខ្ញុំអត់មានខាតអីបន្តិចហ្មងជួយខ្ញុំមួយទៀតមកតាក់ទងអ្នករៀបចំគម្រោងម្នាក់ឈ្មោះចៃជើណាត់គាត់ញ៉ាំតែនៅខាងស្អែកនេះចៃជើគាត់ជាចាស់ទុំក្នុងរង្វង់អ្នករៀបចំគម្រោងតើគាត់គិតពីគេឈ្មោះខ្ញុំទើបមិនព្រមជួបឯងជួយណាត់គាត់ចេញមកឲ្យខ្ញុំផងខ្ញុំនឹងយកស្នាដៃទៅតាក់ទាញគាត់ខ្ញុំខ្លាចជាឧបករណ៍របស់ឯងបាត់ហើយនឹងចុះឯងយល់ព្រមឬអត់ចុះប្រាថ្នាមិនបានផងកាហ្វេនេះឆ្ងាញ់តើទិញនៅហាងណាកិននឹងឆុងដោយខ្លួនឯងនឹងខ្លាចឯងញ៉ាំកាហ្វេកញ្ចប់ឈឺក្រពះបើចូលចិត្តថ្ងៃក្រោយខ្ញុំយកមកឲ្យរាល់ថ្ងៃហ្មង